យើងលេងផុសខ្លែងលេងអីសบายមែនទេបងប្អូនកាលពីតូចមិញណាហើយក៏នេះខ្ញុំឃើញក្មេងៗគាត់លេងផុសខ្លែងក៏ខ្ញុំបានថតពីសកម្មភាពគាត់ដែលថាគាត់លេងទៅសบายរីករាយហើយក៏នេះថ្មីត្បិតតែគាត់មិនបានទៅប្រហោះនៅវាលស្រែប៉ុន្តែអាការប្រហោះនៅតាមភូមិនៅតាមអីក៏គាត់ប្រុងប្រយ័ត្នត្រង់ថាមើលម៉ូតូមើលអីខ្លះដែរព្រោះផ្លូវមុខផ្ទះខ្ញុំក៏មិនសូវជាមានម៉ូតូឡានអីច្រើនប៉ុន្មានដែរព្រោះថាធំទលាយគ្រាន់ណាបងប្អូនហើយក៏មានចោះគាត់សบายរីករាយមែនទេហ្នឹងពេលក្មេងៗគាត់លេងអញ្ចឹងហើយក៏ខ្ញុំរំលឹកឃើញអនុស្សាវរីយ៍ពីតូចមិញដែលខ្ញុំក៏ធ្លាប់លេងប្រហោះខ្លែងប្រហោះអីអញ្ចឹងដែរតែថានៅពេលទំនេរពីការសិក្សាអីក៏យើងធ្វើខ្លែងលេងប្រហោះលេងដែលថាកំសាន្តលេងណាហើយក៏បានជាលេងបានច្រើនអញ្ចឹងដែរពេលណាដែលខ្លះក៏រវល់ជួយការងារម៉ែឪខ្លះដែរការខ្ញុំនៅតូចក៏ខ្ញុំម៉ែខ្ញុំក៏គាត់គាត់អ្នកបេះតកួនអីទៅគឺខ្ញុំក៏ជួយបេះតកួនបេះអីគាត់ខ្លះដែរហើយក៏មិនមែនដូចសពថ្ងៃក្មេងៗគាត់លេងលេងទំនេរពីការសិក្សាគាត់លេងបានច្រើនអញ្ចឹងទេខ្ញុំកាលពីតូចមិញគឺលេងបានតិចបំផុតហើយគាត់ឃើញក្មេងៗអញ្ចឹងគាត់នៅមុខផ្ទះខ្ញុំគាត់លេងហោះខ្លែងក៏ខ្ញុំក៏នឹកឃើញពីតូចមិញដែរហើយក៏រំលឹកអនុស្សាវរីយ៍ខ្លះដែលថាយើងក្មេងៗពួកម៉ាក់ពួកភឿនអីតាំងពីតូចមិញធ្លាប់លេងអញ្ចឹងឯងព្រោះថានៅស្រុកស្រែគឺសบายមែនទែនគឺលេងបោះខ្លែងលេងអីប៉ុណ្ណឹងគ្នាអីដែលថាខ្លែងពីណាគេខ្ពស់ជាងរត់ឡើងគ្មានសញ្ចៃដៃបដ ாய்បងប្អូនហើយប្រាថ្នាក៏ដួលបែកជើងបែកដៃដែរណាពេលណាដែលបើយើងមិនរត់អញ្ចឹងទេខ្លែងវាអត់ហោះទេព្រោះថាខ្យល់យើងអត់សូវសម្បូរអត់សូវអីដូចនៅតាមវាលស្រែទេនៅតាមភូមិនោះបើតាមវាលស្រែយើងគ្រាន់តែថារត់មួយផ្លេតទៅយើងប្រហូតខ្សែវាទៅគឺខ្យល់វាបោកតាមខ្លែងហ្នឹងហើយពេលណាដែលអញ្ចឹងណាដល់ពេលនៅក្នុងភូមិអត់សូវមានខ្យល់មានអីអញ្ចឹងយើងត្រូវតែរត់ណាណៃហើយក៏អញ្ចឹងក៏នឹកឃើញមែនទែនហើយក៏សម័យរូបភាពមើលការនៅពីតូចមិញដែរហើយក៏រំលឹកអនុស្សាវរីយ៍ខ្លះឲ្យបងប្អូនទស្សនាមើលដើម្បីកុំឲ្យគាត់ផ្លេចអនុស្សាវរីយ៍គាត់អ្នកខ្លះក៏ធ្លាប់ប្រហោះអ្នកខ្លះក៏មិនធ្លាប់ប្រហោះក៏ខ្ញុំមិនដឹងដែរប៉ុន្តែខ្ញុំធ្លាប់ប្រហោះខ្លែងពេលដែលបានឃើញលេងខ្លែងម្ដងគឺសប្បាយចិត្តមែនទែនហើយក៏ខ្លែងប្រាថ្នាក៏ធ្វើទៅហោះហើយធ្វើទៅហោះខ្ពស់ខ្សែវែងខ្សែអីគឺប្រហូតមែនប្រហូតវែងបដ ாய் ដើម្បីឲ្យថាខ្លែងនឹងខ្ពស់ហ៎បងប្អូនហើយក៏មិនមែនចេះតែធ្វើបានទេព្រោះបើសិនជាយើងមិនចេះធ្វើក៏វាមិនហោះដែរខ្លែងនោះហើយក៏នេះខ្ញុំសួរក្មេងៗសួរអីថាគាត់លេងទៅក៏សប្បាយក៏អីក៏រីករាយមែនទែនណាបងប្អូនហើយក៏មួយចោះក្មេងខ្លះក៏គាត់លេងកំសាន្តហូតរត់ចុះរត់ឡើងដែរបងប្អូនអើយបើសិនជាក្មេងៗគឺអញ្ចឹងឯងហើយនឹកឃើញកាលពីតូចដែរខ្ញុំក៏ដូចគ្នាដែរពីតូចមិញគឺបានខ្លែងបានប្រហោះខ្លែងលេងសប្បាយគឺរត់ដាច់ជើងចោលបណ្ដោយបងប្អូនថាណាក៏មកវិញលបកជង្គង់លបកដៃក៏ម៉ែគាត់ថាឲ្យដែរបងប្អូនព្រោះថាគាត់ខ្លាចគ្រោះថ្នាក់គ្រូអីណាប៉ុន្តែចេះតែឆ្លៀតទៅលេងហ្នឹងលួចទៅលេងលួចអីហ្នឹងព្រោះតែថាបើយើងមិនលួចទៅលេងមិនសុបាយបងប្អូនហើយក៏នឹងទេក្មេងៗគឺចរិតដូចតែគ្នាចឹងឯងកាលពីតូចមិញហ្នឹងពេលណាដែលយើងម៉ែឲ្យថាក៏គាត់ចូលចិត្តកិច្ចវេះទៅថាទៅលេងនេះទៅលេងនោះណាខ្ញុំក៏ដូចពីតូចមិញហ្នឹងព្រោះតែថាបើសិនជាយើងគឺក្មេងៗក៏អត់សូវចេះគិតបានទេគឺគាត់គិតយ៉ាងណាឲ្យតែបានលេងឲ្យតែបានសុបាយប៉ុណ្្នឹងឯងដូចតែយើងក្មេងហ្នឹងហើយកន្លងនេះក៏ធំហើយមានកូន2ហើយនិយាយធំមិនបងប្អូនហើយនេះមានអ្នកសួរគាត់ទៅគាត់ឆ្លើយមកសប្បាយរីករាយទឹកមុខគឺគាត់ថាអ្វីដែលថាគាត់ធ្វើទៅក៏អ្វីដែលថារបស់គាត់ណាគឺសប្បាយគឺមិនចេះតែថាគាត់និយាយថាឲ្យត្រឹមត្រូវដូចយើងចេះគិតចេះគូទេគាត់និយាយមកគឺត្រង់ដល់ក្មេងហើយក៏នេះនៅក្បែរផ្ទះខ្ញុំណែមុខផ្ទះខ្ញុំគឺរត់ចុះរត់ឡើងហើយក៏ប្រាប់គាត់ដែរប្រុងប្រយ័ត្ននឹងការម៉ូតូឆ្លងថ្នល់ឬធ្វើដំណើរអីបើថាលឺម៉ូតូលឺអីហើយសារៈសិនកុំទាន់រត់បើថាមិនមានស្ងាត់ម៉ូតូស្ងាត់អីក៏យើងរត់ទៅហើយនេះគេប្រហោះប្រឡែងគ្នាគេប្រហោះប្រណាំងគ្នាទៅម៉ូហើយក៏ខ្លះក៏នេះមើលគេប្រភ័ក្រសាគ្នាថាអូខ្លែងពីនេះខ្ពស់ខ្លែងពីនោះទាបក្មេងៗគឺអញ្ចឹងឯងបងប្អូនហើយបើសិនជាយើងធ្វើតាមតែចិត្តគាត់ហ្នឹងគឺឲ្យគាត់នៅតែផ្ទះគឺមិនស្ងប់ទេពេលណាដែលគាត់ទំនេរពីការសិក្សានោះគាត់ចេះតែរត់នឹកលេងអានេះលេងអានោះដើម្បីកំសាន្តលេងអារម្មណ៍របស់គាត់ណានេះហើយក៏មានចោះរត់ឡើងបោះចុះបោះឡើងណែខ្លះក៏គាត់ធ្វើទៅខ្លែងក៏ខ្ពស់ស្អាតទៅខ្លះក៏ធ្វើទៅក៏ខ្លែងកវីកតុយកវីអីថែមកតុយខ្លះថែមអីខ្លះក៏មិនមានខ្លែងក៏រត់តាមគេរត់តាមឯងដើម្បីកំសាន្តទាំងអស់គ្នាណាសប្បាយទាំងអស់គ្នាណែព្រោះថាបើសិនជាយើងបើសិនជាគាត់ប្រកាន់គាត់អីគាត់អានេះទេក្មេងៗគាត់ចូលចិត្តតែសប្បាយចូលចិត្តតែលេងសើចដើម្បីឲ្យពួកម៉ាក់ពួកភឿនគាត់រីករាយហើយក៏ណាមួយក៏កំសាន្តឲ្យតែសប្បាយទាំងអស់គ្នាហើយវីដេអូជាចុងក្រោយមានអីទេមានតែពាក្យថាអរគុណសម្រាប់បងប្អូនដែលតែងតែមើលវីដេអូរបស់ខ្ញុំអរគុណមែនទែនអរគុណជម្រាបលា